Toyota Pioneer Electrified Mobility នៅពេលវាត្រូវបានណែនាំដំបូងហើយថ្ងៃនេះ Toyota ផ្ដល់ជូននូវរថយន្តអគ្គិសនីដែលស័ក្តិសមនឹងអ្នកប្រើប្រាស់គ្រប់រូបរួមទាំងរថយន្តអគ្គិសនី Plug-in Hybrid នៅក្នុងវីដេអូមុនយើងបានស្វែងយល់ពីរបៀបដែល Toyota Hybrid EV System ឬ THA ដំណើរការឥឡូវនេះចូលយើងស្វែងយល់ពីរបៀបដែលមុខងារ Plug-in Hybrid EV Powertrain របស់រថយន្តនិងរបៀបដែលវាខុសគ្នា Plug-in Hybrid EV របស់ក្រុមហ៊ុន Toyota បង្កើតឡើងតាមស្ថាបត្យកម្ម DHS រឿងព្រេងនិទានដែលពួកគេមានប្លង់ស្រដៀងគ្នាជាមួយនឹងម៉ាស៊ីនញើសនៅខាងមុខភ្ជាប់ជាមួយ motor electric 2 បន្ថែមពីលើរថយន្តដែលមាន electronic តាមតម្រូវការទាំងអស់នៅ motor electric ទី3នៅលើអាកខាងក្រោយ Plug-in Hybrid EV បង្កើនសមត្ថភាពនៃប្រព័ន្ធ Toyota Hybrid EV ផ្ដល់ឲ្យខ្ញុំនៅដំណើរការប្រសើរឡើងដូចជាម៉ាស៊ីនភ្លើងប្រព័ន្ធ Toyota Hybrid Standard មួយធ្វើការជា Starter សម្រាប់ម៉ាស៊ីនហើយបញ្ចូលថ្មនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ Motor Generator 2 ម្យ៉ាងវិញទៀតបញ្ចូលថ្មនៅពេលរថយន្តកំពុងច្រាំងថ្មចោតឬកំឡុងពេលខូចវាផ្ដល់ថាមពលដល់កង់ដោយខ្លួនឯងឬជាមួយម៉ាស៊ីនសាំងក្នុងលក្ខខណ្ឌបើកបរធម្មតានៅក្នុង Plug-in Hybrid Motor ទាំងអស់គឺប្រើសម្រាប់ EV ទាំងអស់របៀបអគ្គិសនីចុងក្រោយប្រសិនបើវាម៉ាស៊ីនភ្លើងនៅខាងក្រោយនៅពេលបើកបរក្នុងទម្រង់អគ្គិសនីទាំងអស់ដែលបណ្ដាលឲ្យមានការអូសទាញនិងថាមពលបន្ថែមក្នុងអំឡុងពេលសូនក្នុងប្រតិបត្តិការបេសកកម្មកត្តាសម្គាល់សំខាន់មួយទៀតនៅក្នុង Plug-in Hybrid EV គឺថាមពលថ្មជាពិសេសសមត្ថភាពរបស់រថយន្តដែលដំណើរការដោយប្រព័ន្ធកូនកាត់ Toyota បានប្រើកញ្ចប់ថ្មវ៉ខ្ពស់រួចហើយដើម្បីផ្ដល់ថាមពលដល់ប្រព័ន្ធរ៉ាយអគ្គិសនីរបស់ពួកគេកាន់តែខ្ពស់ប៉ុន្តែដាប់ភ្លើង EVA កាន់តែមានថាមពលខ្លាំង10 EVA កូនកាត់អាចបើកបរបានម៉ៃរហូតដល់ល្បឿនផ្លូវ Highway ដោយថាមពលអគ្គិសនីតែមួយមុខល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃគ្មានការបំភាយទោះជាយ៉ាងណាក៏ដោយប្រសិនបើកម្រិតនៃការសាកថ្មមានកម្រិតទាបពីការបើកបរក្នុងរយៈចម្ងាយឆ្ងាយឬប្រសិនបើរថយន្តមិនទាន់បានដាប់ដោយភ្លើង EV បន្តដំណើរការជាធម្មតាយានជំនិះគ្រាន់តែត្រឡប់ទៅម៉ាស៊ីនសាំងវិញដោយស្វ័យប្រវត្តិភាពបត់បែននេះគឺជាភាពស្រស់ស្អាតនៃ Toyota Plug-in Hybrid EV ដែលពួកគេអាចផ្ដល់នូវភាពងាយស្រួលកម្រិតខ្ពស់នៃការបើកបរអគ្គិសនីទាំងអស់សម្រាប់ការធ្វើដំណើរខ្លីជាងនិងការធ្វើដំណើរប្រចាំថ្ងៃឬគ្រាន់តែដំណើរការជាកូនកាត់សន្សំសំចៃប្រេងនៅពេលដែលមិនមានរបៀប EV លើសពីនេះទៅទៀត Plug-in Hybrid EV មិនត្រឹមតែមានប្រសិទ្ធភាពជាមួយនឹងថាមពលថ្មបន្ថែមនិង CC នៃម៉ាស៊ីនអគ្គិសនីប៉ុណ្ណោះទេឧបករណ៍សាកថ្មនៅលើយន្តហោះនិងខ្សែសាកដែលអនុញ្ញាតឲ្យម្ចាស់គ្រាន់តែដោតរថយន្តចូលទៅក្នុងព្រីជញ្ជាំងស្តង់ដារដើម្បីបញ្ចូលថាមពលឡើងវិញឬឆ្នាំងសាកកម្រិត2ដល់240 វ៉ុលដើម្បីឲ្យឆ្នាំងសាកលឿនជាងមុនOnboard Charger បំប្លែងចរន្តអគ្គិសនី AC ចូលទៅជាចរន្ត DC ដែលជាអ្វីដែលថ្មប្រើដើម្បីផ្ទុកថាមពលនិងផ្ដល់ថាមពលដល់ motor electric សមត្ថភាពដោតនេះអនុញ្ញាតឲ្យ Plug-in Hybrid EV សាកថ្មលើសពីអ្វីដែលប្រព័ន្ធ EV Hybridស្តង់ដារនឹងធ្វើតាមរយៈការសាកថ្មដោយខ្លួនឯងដែលបាននិយាយថា Plug-in Hybrid EV នឹងនៅតែលក់ការបញ្ចូលថាមពលថ្មដែលត្រូវការដើម្បីរក្សានៅកម្រិតម៉ាស៊ីន Hybrid អគ្គិសនីបញ្ចូលថ្មឡើងវិញនៅពេលចាំបាច់ហើយរថយន្តចូលទៅក្នុងប្រតិបត្តិការអគ្គិសនីទាំងអស់ក្នុងអំឡុងពេលបើកបរក្នុងល្បឿនទាបធ្វើដំណើរចុះចំណោតឬតាមឆ្នេរសមុទ្រដូចទៅនឹងប្រព័ន្ធ Toyota Hybrid E-Line ដំណើរការដូចនេះខណៈពេលដែលវាមានអត្ថប្រយោជន៍យ៉ាងពិតប្រាកដចំពោះការដោត Plug-in Hybrid EV នៅក្នុងវាមិនតម្រូវឲ្យផ្ដល់ភាពស្ងប់ស្ងាត់ក្នុងចិត្តប្រសិនបើឆ្នាំងសាកមិនអាចប្រើបានវាពិតជារួមបញ្ចូលគ្នានៅថាមពលថ្ម EV និង Hybrid Engine ដ៏ល្អបំផុតនៅក្នុងរថយន្តតែមួយប្រព័ន្ធទូរទស្សន៍កូនកាត់ប្រព័ន្ធ Toyota Hybrid រឿងព្រេងនិទានដោយបន្ថែមស្រទាប់បន្ថែមនៃសមត្ថភាពនិងភាពប៉ិនប្រសប់ត្រូវប្រាកដថាពិនិត្យមើលវីដេអូផ្សេងទៀតនៅក្នុងស៊េរីនេះដើម្បីស្វែងយល់បន្ថែមអំពីរថយន្ត Toyota Powertrain ដើម្បីស្វែងរកខ្សែថាមពលអគ្គិសនីពេញលេញពី Toyota សូមចូលទៅកាន់ toyota.com Electrify Visit toyota.com/electrified